Group ជំរាបសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំលើកយកពីករណីនៃការចោះដោយ endoscope UBE ទៅលើករណីបងប្រុសម្នាក់ដែលមានបញ្ហាលៀននៅទ្រនាប់ឆ្អឹងកចង្កេះ L5S1 ផ្នែកខាងស្ដាំនេះជារូបភាព MRI នៅក្នុងរង្វង់បបក្រហមនេះជា disk ដែលវាលៀនហើយវាដាច់ចេញមកទៀតណាពុកម៉ែបងប្អូនហើយនេះជាការគូសនៅលើស្បែករបស់គាត់មុនយើងដំណើរការនៃការចោះ L5S1 ពុកម៉ែបងប្អូនហើយនៅចុងបញ្ចប់នៃវីដេអូខ្ញុំមានកិច្ចសម្ភាររបស់គាត់ដែលខ្ញុំចោះជូនគាត់មួយថ្ងៃក្រោយការចោះអញ្ចឹងគាត់នឹងរៀបរាប់ពីសញ្ញារបស់គាត់និងការធូរស្បែករបស់គាត់បងប្អូននេះជាសរសៃពួរដែលយើងត្រូវកាត់ចេញព្រោះជាធម្មជាតិនៅម្នាក់តែងតែមានហ្នឹងហើយយើងកាត់ចេញហើយបានយើងទៅដល់សរសៃវិញ្ញាណទៅដល់ស្រោមខួរយើងបានយើងទៅគៀសទៅរកឌីសដែលវាលៀនហ្នឹងឯងនេះបងប្អូននេះដែលខ្ញុំកំពុងតែយកដែកខ្ញុំទៅចាក់ហ្នឹងណាអាហ្នឹងជាឌីសដែលវាលៀនចេញហ្នឹងឯងអញ្ចឹងនេះហើយខាងក្រោមពុកម៉ែបងប្អូនឃើញពណ៌សខាងក្រោមជាសរសៃអញ្ចឹងយើងត្រូវទាញឌីសដែលវាលៀននឹងចេញម្ដងតិចដោយប្រយ័ត្នប្រយែងក្រែងលោកប៉ះទៅលើសរសៃនោះខាងក្រោមនោះបងប្អូនបើមិនយើងទាញមកយើងប៉ះជាប់នឹងសរសៃហ្នឹងធ្វើឲ្យសរសៃហ្នឹងខូចអញ្ចឹងក្រោយការចោះហ្នឹងគឺគាត់នឹងមានសញ្ញាយើងថាធ្ងន់ធ្ងរជាងនឹងទៀតអាចធ្លាក់ប្រអប់ជើងស្អីទៀតអញ្ចឹងការធ្វើនេះជាការប្រយ័ត្នប្រយែងខ្ពស់ហើយយើងទាញបន្តិចម្ដងដើម្បីកុំបង្ការកុំឲ្យមានប៉ះទៅលើសរសៃធម្មតាអញ្ចឹងបងប្អូននេះពេលដែលយើងទាញអស់ហើយនេះឃើញទេគឺវាលែងមានការស្គៀបសង្កត់ទៅលើសរសៃនិងលែងមានការគៀបសង្កត់ទៅលើស្រោមខួរនឹងទៀតដែរហើយនេះជាឌីសដែលយើងដាក់ចេញហើយបន្ទាប់មកនេះជារូបភាពនៃការចោះហ្នឹងបងប្អូនយើងចោះពីរុនសូមពុកម៉ែបងប្អូនទស្សនាវីដេអូរបស់គ្នាបាទអរគុណមើលថ្ងៃនេះបងចោះបាទមួយថ្ងៃណាឥឡូវវាមិនឲ្យបងជឿនឹងបងក៏មើលមកមិនដែរវាធូរអីខ្លះបងនេះវានិយាយទៅបើស្ពឹកនៅដែរតែឈឺអង្គចុកអញ្ចឹងហើយស្ពឹកវានៅខ្លះខ្លះទៅតន់ជាទៅស្ពឹកបាទស្ពឹកហ្នឹងដំបូងវាអញ្ចឹងឯងបន្ទាប់មកវានឹងអន់តែសំខាន់ឈឺណាបាទឈឺមិនដែរវាថយបានមែនឈឺថយxong 100ហ្នឹងទៅ80 90អូខេបាទ